សូមអនុមោទនាបុណ្យមាឃបូជាសូមថ្វាយបង្គំព្រះរតនត្រ័យពួកពុទ្ធសាសនិកជនគ្រប់ប្រទេសទាំងអស់ក្នុងពុទ្ធសាសនាមណ្ឌលតាំងពីបុរាណកាលតរៀងមកបានសន្មតកំណត់យកថ្ងៃពេញបរមីខែមាឃរាល់ឆ្នាំថាជាថ្ងៃដ៏មានសារៈសំខាន់មួយក្នុងការប្រារព្ធពិធីបុណ្យបូជាដែលគេនិយមហៅថាមាឃបូជាក្នុងថ្ងៃ15កើតពេញបរមីខែមាឃព្រះច័ន្ទពេញវងមានពន្លឺភ្លឺស្រទន់ថ្លាកំពុងគោចរយាត្រានៅក្នុងអាកាសវេហានភាលីជាថ្ងៃដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកជនទាំងអស់ទាំងពុទ្ធចិត្តនិងក្រហមនាំគ្នាប្រារព្ធពិធីបុណ្យមាឃបូជាបុណ្យមាឃបូជាប្រារព្ធធ្វើឡើងដើម្បីនឹករលឹកឃើញនៅបុព្វហេតុ3យ៉ាងដែលកើតមានឡើងក្នុងសម័យពុទ្ធកាលព្រឹត្តិការណ៍ទី1គឺចតុរង្គមហាសន្និបាតការប្រជុំប្រកបដោយអង្គ4គឺ1ថ្ងៃឧបោសថព្រះច័ន្ទពេញវងប្រកបដោយផ្កាយប្រចាំខែមាឃគឺថ្ងៃ15កើតពេញបរមីខែមាឃ2ព្រះភិក្ខុទាំងឡាយ1250អង្គឥតមាននរណានិមន្តឡើយស្រាប់តែមានការប្រជុំគ្នារបស់លោក3ព្រះភិក្ខុសង្ឃទាំងអំបាលនោះជាបុថុជនឬសោតាបនៈសកទាគាមិអនាគាមិឬព្រះអរហន្តសុខវិបស្សកៈសំបីតែមួយរូបក៏មិនមានសុទ្ធសឹងតែជាព្រះអរហន្តបានសម្រេចអភិញ្ញា6គ្រប់រូប4សំបីតែមួយរូបដែលកោសក់ដោយកំបិតហើយបួសក៏មិនមានសុទ្ធសឹងតែជាអេហិភិក្ខុទាំងអស់ក្នុងថ្ងៃ15កើតពេញបរមីខែមាឃព្រះអង្គទ្រង់គង់ក្នុងលអាងសុការកតានាភ្នំកិច្ចកោតជិតក្រុងរាជក្រឹសពេលនោះព្រះអង្គទ្រង់សម្ដែងនៅទីខអ្នកកសោតប្រោះបរិពីជក់ឈ្មោះទីខនខៈខណៈពេលនោះដែរព្រះធម្មសេនាសរិបុត្រនិមន្តស្ថិតនៅក្នុងលអាងបក់ផ្លិតថ្វាយព្រះសម្មាសម្ពុទ្ធបានពិចារណានៅព្រះធម៌តាមក្រសែដែលព្រះពុទ្ធទ្រង់សម្ដែងក៏បានសម្រេចនៅព្រះអរហន្តដល់ទីបំផុតនៃសាវកបារមីញាណនិងបញ្ញា16ចំណែកទីខនខៈក៏បានសម្រេចនៅសោតាបត្តិផលកាលព្រះអាទិត្យទាបអស្ដង្គតព្រះអង្គទ្រង់បញ្ចប់នៅធម្មទេសនានោះហើយទ្រង់និមន្តចុះពីភ្នំកិច្ចកោតព្រះអង្គទ្រង់យាងទៅកាន់វត្តវេលវ័នហើយទ្រង់បានប្រជុំសាវកប្រកបដោយអង្គ4នេះឯងព្រឹត្តិការណ៍ទី2ព្រះអង្គទ្រង់សម្ដែងអវាទបាតិមោក្ខកាលព្រះអរហន្តទាំង1550អង្គបាននិមន្តមកប្រជុំគ្នាហើយគឺនិមន្តមកពីក្រុមបុរាណចដិល1000ក្រុមអគ្គសាវក250អង្គទើបព្រះអង្គទ្រង់សម្ដែងនៅព្រះអវាទបាតិមោក្ខថាអ្នកឯណាមួយជាអ្នកប្រណិប័តនៅធម៌ដ៏សមគួរដល់ធម៌អ្នកប្រណិប័តដោយត្រឹមត្រូវជាអ្នកប្រណិប័តតាមធម៌ប្រក្រតីអ្នកនោះឈ្មោះថាជាអ្នកធ្វើសេចក្តីគោរពរាប់អានបូជានៅព្រះតថាគតដោយបដិបត្តិបូជាគឺបូជាដ៏ឧត្តមកិរិយាមិនបានធ្វើនៅបាបទាំងពួងកិរិយាបំពេញនៅកុសលធម៌កិរិយាធ្វើចិត្តឲ្យល្អផូរផង់ទាំងនេះគឺជាពាក្យព្រាមប្រដៅរបស់ព្រះពុទ្ធទាំងឡាយទាំងពួងអំណត់សេចក្តីអត់ធន់ជាតបៈធម៌ដ៏ឧត្តមព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថាព្រះនិព្វានគឺជាគុណជាតិដ៏ឧត្តមអ្នកបួសដែលបៀតបៀនសត្វដទៃសម្លាប់អ្នកដទៃមិនមែនជាបព្វជិតមិនមែនជាសាមណៈឡើយកិរិយាមិនបៀតបៀនអ្នកដទៃមួយកិរិយាមិនតេះដៀលអ្នកដទៃមួយកិរិយាសង្រួមក្នុងបាតិមោក្ខ1ភាវៈដឹងប្រមាណក្នុងភ័តតាហា1ទីដេក1ទីអង្គុយដ៏ស្ងាត់1កិរិយាព្យាយាមបំពេញនៅអធិចិត្ត1ទាំងនេះជាពាក្យព្រាមប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយព្រឹត្តិការណ៍ទី3ព្រះពុទ្ធអង្គទ្រង់ដាក់ជនមាយុសង្ខារក្នុងរវាង45ព្រះវស្សាព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ច5ប្រការជាកិច្ចដែលព្រះពុទ្ធទាំងពួងពីបុរាណកាលតែងតែធ្វើក្នុងប្រការប្រកាសសាសនាគឺ1វេលាព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត2ក្នុងវេលារសៀលទ្រង់សម្ដែងធម្មទេសនាដល់សាធារណជន3ក្នុងវេលាព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុទាំងឡាយ4ក្នុងវេលាកណ្ដាលអាធ្រាត្រទ្រង់ដោះប្រស្នានៃពួកទេវតា5ដល់វេលាបច្ចុប្បន្នសម័យទ្រង់ប្រមាលមើលនៅសត្វដែលមានភ័ព្វនិងឥតភ័ព្វលុះព្រះដ៏មានព្រះភិក្ខទ្រង់ដាក់អាយុសង្ខារដូច្នេះហើយការកក្រោកផែនដីយ៉ាងធំក៏កើតឡើងគួរឲ្យព្រឺរោមព្រឺស្បែកទាំងកលន់ក៏លឺឡើងពួកសាវកទាំងឡាយមានព្រះអានន្ទជាដើមក៏កើតធម្មសង្វេគសោកស្ដាយជាទុក្ខក្តុកក្តួលគ្រប់អាត្មាព្រះពុទ្ធទ្រង់ជាអ្នកប្រាជ្ញទ្រង់ពិចារណាឃើញនៅព្រះនិព្វានដែលមានគុណថ្លឹងមិនបានទ្រង់លះបង់នៅសង្ខារដែលនាំសត្វទៅកាន់ភពផងទ្រង់ត្រេកអរនៅអារម្មណ៍ខាងក្នុងដោយវិបស្សនាមានព្រះハរតីតាំងមាំហើយដោយអំណាចសមថៈផង
ទ្រង់ទម្លាយនៅបណ្ដាកិលេសកើតនៅក្នុងខ្លួនដូចជាក្រោះមនាលភិក្ខុទាំងឡាយឥឡូវនេះតថាគតនឹងដាស់តឿនអ្នកទាំងឡាយសង្ខារទាំងឡាយមានសេចក្តីវិនិច្ឆ័យទៅជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះបរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយកន្លងទៅ3ខែអំពីនេះទៅតថាគតនឹងបរិនិព្វានហើយយោវោអនន្តយនេបារាយមកអាយរាតថាគតនឹងមរណាចាក់ចោលបានដោយព្រឹត្តិការណ៍ទាំង3នេះហើយគឺ1ចតុរង្គសន្និបាត2ទ្រង់សម្ដែងអវាទបតិមោក្ខ3ព្រះអង្គទ្រង់ដាក់ជនមាយុសង្ខារទើបពុទ្ធសាសនិកជនទូទាំងសកលលោកបានប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងដូច្នេះសូមពុទ្ធបរិស័ទទាំងអស់ចូលរួមក្នុងពិធីបុណ្យមាឃបូជានេះដើម្បីសន្សំកុសលរៀងៗខ្លួនសូមអនុមោទនា